Okay សួស្តីកូនសិស្សទាំងអស់គ្នានេះគឺជាវីដេអូទី2សម្រាប់ភ្ជញ្ជនៈហើយថ្ងៃហ្នឹងគឺជាវីដេអូដែលយើងបញ្ចប់ភ្ជញ្ជនៈអញ្ចឹងកាលពីវីដេអូមុនគឺយើងបានរៀនត្រឹមC ដែលស្ថិតនៅលេខរៀងទីប៉ុន្មានទេចាំមើលសិស្សដាក់លេខរៀងសិនអូខេ14លេខរៀងទី14អញ្ចឹងវីដេអូមុនគឺយើងរៀនបានចំនួន11តួអញ្ចឹងថ្ងៃនេះយើងមកបញ្ចប់អូខេតោះចឹងសម្រាប់លេខ15ដល់លេខ23នៅក្នុងថ្ងៃនេះលេខ15 15 16 17 18ខ្ញុំសូមបញ្យល់ពីរបៀបនៅក្នុងការបញ្ចេញសិនមានន័យថា4តួហ្នឹងអ្នកទាំងអស់គ្នាពេលដែលអានអណ្ដាតយើងគោលទៅប៉ះកឡើតនៅខាងលើទល់ជាប់ហើយចាំអានអញ្ចឹងវាលឺសំឡេងគងួរដូចគងួរអញ្ចឹងលឺអត់ច្បាស់ទេមានន័យថាវាលឺបែបយើងគងួរស្អកប៉ុន្តែវាមិនដល់ថ្នាក់ស្ដាប់អាចភ្ជញ្ជនៈតួនឹងអត់ច្បាស់ហ្មងទេអញ្ចឹងនៅក្នុងលេខរៀងទី15យើងអានថាជដាតយើងទល់ទៅប៉ះនៅកឡោតលើហើយបានយើងអានមិនមែនប៉ះឲ្យប្រឡែងចោលវិញណាប៉ះឲ្យជាប់នៅហ្នឹងហើយអានជអូខេ16ឈ17sh 18 y អូខេ19 20 21ការអានរបស់វានេះអ្នកនរគ្នាមើលចេះសំឡេងនៅក្នុងការអានរបៀបអានរបស់វាមានន័យថាការបញ្ចេញសំឡេងហ្នឹងគឺដូចលេខ19គឺដូចទៅនឹងលេខ15 19ដូចទៅនឹងលេខ15 20ដូចទៅនឹងលេខ16 21ដូចទៅនឹងលេខ17អញ្ចឹង19ហ្នឹងដូច15មិនឥឡូវអ្នកនរគ្នាសាអានធម្មតាទាំងអស់ខ្ញុំបញ្ជាក់ធម្មតាលេខ15 19គឺយើងអានថាជឺយើងមើលអក្សរខ្មែរជឺអានេះខ្ញុំអានធម្មតាអត់មានពុតអីមាត់ខ្ញុំគឺអានធម្មតាជឺប៉ុន្តែវាខុសគ្នាត្រង់ថាលេខ15នេះដូចខ្ញុំប្រាប់ដល់គ្នាមិញអញ្ចឹងដាតយើងតួទៅប៉ះកឡោតលើជឺប៉ុន្តែលេខ19អត់ប៉ះកឡោតទៅលើទេអានបែបថ្មិញយើងឆ្ញេញខំថ្មិញណាជឺហើយបញ្ចេញខ្យល់វិញជឺឃើញអត់ឥឡូវខ្ញុំសាកអានលេខ15ហើយខ្ញុំអានលេខ19អ្នកនរគ្នាស្ដាប់មើលខុសគ្នាអត់អញ្ចឹងលេខ15ជឺ19ជឺខុសគ្នាអត់ខុសគ្នាត្រង់ហ្នឹងប៉ុន្តែសួរជឺដូចគ្នាជឺដូចគ្នាគឺវាដូចត្រង់ហ្នឹងអញ្ចឹងលេខ10លេខ20ហើយលេខ16គឺវាដូចគ្នាដូចតែ19 15អញ្ចឹងហើយ21 27គឺវាដូចទៅនឹង19 15 20 16អញ្ចឹងដល់ពេលលេខ16ឈឺដាក់យើងទូទៅលើដល់ពេលលេខ20ឈឺ17ឈឺ21សឺចឹងអ្នកឲ្យយល់ទេណាអូខេ22 23 22 អ៊ី23អ៊ូមកធម្មតាអត់មានស្រួលទេណាបញ្ជាក់អ៊ីអ៊ូអូខេចឹងយើងអានសារឡើងវិញទាំងអស់នៅក្នុងថ្ងៃនេះ生母
bùa phùa mua phua đưa thưa nưa lưa cưa khưa hưa chi chi si chư chư sư dư tư thư sư y u OK វីដេអូនៅថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមរងចាំវីដេអូនៅថ្ងៃក្រោយទៀតយើងនឹងចូលទៅដល់ស្រៈអរគុណចៃជៀន